ការពីព្រៃញីមានកសិករក្រីក្រម្នាក់ដែលមានកូនប្រុសចំនួន3នាក់ពេលគាត់ស្លាប់ទៅគាត់បានបន្សល់ទុកអ្វីៗទាំងអស់ដែលគាត់មាននៅក្នុងโลกនេះដូចជារោងម៉ាស៊ីនកិនស្រូវលានិងឆ្មាពណ៌ទឹកក្រូចរបស់គាត់ត្រឹមតែមួយប្រព្រឹត្តភ្នែកសោះកូនប្រុសច្បងក៏បានដណ្ដើមយកម៉ាស៊ីនកិនស្រូវបន្ទាប់មកបងប្រុសកណ្ដាលក៏បានចាប់យកសត្វលាចំណែកឯថមដែលជាកូនពៅត្រូវបានគេទុកចោលឲ្យនៅជាមួយនឹងសត្វឆ្មាថមក៏បែរស្រែកឡើងថាវាមិនយុត្តិធម៌សោះបងប្រុសទាំងពីររបស់ថមមិនបានខ្វល់ពីគាត់សោះថមថែមទាំងរអ៊ូថាអ្នកទាំងពីរអាចធ្វើការជាមួយគ្នានិងរកប្រាក់ចិញ្ចឹមជីវិតបានតើខ្ញុំអាចធ្វើអ្វីជាមួយនឹងសត្វឆ្មាមួយក្បាលនេះប្រហែលជាខ្ញុំត្រូវស៊ីវាហើយមើលទៅបន្ទាប់មកនៅពេលដែលពួកគេនៅតែពីរនាក់ឆ្មាព្រុសក៏បានលោតឡើងលើផ្លូវរបស់ថមកុំធ្វើមុខស្រងោតស្រងាត់ពេកលោកម្ចាស់រឿងរ៉ាវវាមិនអាក្រក់ដូចអ្វីដែលយើងឃើញនោះទេឆ្មានិយាយឡើងជាមួយនឹងសំឡេងក្រហមយ៉ាងគួរឲ្យស្រឡាញ់លោកម្ចាស់គ្រាន់តែរកថង់មួយនិងស្បែកជើងវែងមួយគូឲ្យខ្ញុំមកនោះលោកម្ចាស់នឹងដឹងមិនខានថមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអាចនិយាយបានខ្ញុំពិតជាមានសត្វឆ្មាដ៏អស្ចារ្យមែនហើយបន្ទាប់មកថមក៏នឹកឃើញថាគេតែងតែឃើញឆ្មាព្រុសប្រើល្បិចដ៏ឆ្លាតវៃបំផុតក្នុងការចាប់សត្វកណ្ដុរធំៗនិងកណ្ដុរតូចៗដូច្នេះហើយថមក៏បានរកកាបូបស្បែកមួយនិងស្បែកជើងកវែងដ៏រលោងស្រិលមួយគូឲ្យទៅឆ្មាព្រុសគេថែមទាំងបានឲ្យអាវឃ្លុំនិងមួកទន់ៗមួយទៅវាទៀតផងឆ្មាព្រុសក៏បានច្រកការ៉ុតពេញកាបូបរួចដើរយ៉ាងមានអំនួតឆ្ពោះទៅកាន់វាលស្រែព្រុសបានដើរសំដៅទៅកាន់វាលស្រែមួយដែលវាដឹងថាមានសត្វទន្សាយជាច្រើនរស់នៅទីនោះបន្ទាប់ពីបើកមាត់កាបូបរួចវាបានដេកពន្លូតខ្លួននៅលើដីហើយធ្វើពុតជាស្លាប់ដោយអ្វីដែលវាបានរំពឹងទុកមែនសត្វទន្សាយវ័យក្មេងដ៏ល្ងងខ្លៅមួយក្បាលបានលូតកញ្ឆេងមកក្បែររួចក៏ហិតក្លិនការ៉ុតនៅពេលដែលវាលូកច្រមុះដែលកំពុងកំរើកញាប់របស់វាចូលទៅក្នុងកាបូបភ្លាមព្រុសក៏ស្ទុះក្រញិចយកតែម្ដងចាប់បានឯងហើយព្រុសមានសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះសត្វដែលវាចាប់បានវាបានដើរដោយមោទនភាពតម្រង់ទៅកាន់ព្រះបរមរាជវាំងហើយសុំចូលគរព្រះរាជានៅចំពោះមុខរាជបល្ល័ង្កព្រុសបានអង្គគោរពយ៉ាងទាបរួចពោលថាបបិទ្ធព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូងទូបង្គំបាននាំយកកាដូពីម្ចាស់របស់ទូបង្គំដែលមានងារជាមន្ត្រីស័ក្តិភូមិមកថ្វាយព្រះអង្គពិតជាអស្ចារ្យមែនសត្វឆ្មាចេះនិយាយពិតជាមានចិត្តសប្បុរសណាស់សូមអរគុណម្ចាស់របស់ឯងជំនួសយើងផងព្រះរាជាមានបន្ទូលតបនៅថ្ងៃបន្ទាប់ព្រុសក៏បានត្រឡប់ទៅកាន់វាលស្រែម្ដងទៀតលើកនេះវាបានពួនសម្ងំនៅក្នុងចំណោមដើមពោតពណ៌លឿងទុំពេញវាលស្រែវាបានបើកមាត់កាបូបរបស់វាឲ្យធំហើយសត្វក្រួចពីរក្បាលក៏បានហោះចូលទៅក្នុងនោះយ៉ាងចំគោលដៅព្រុសបានសើចតិចៗក្នុងបំពង់កទាំងពេញចិត្តនៅពេលដែលវាទាញខ្សែចងមាត់កាបូបឲ្យតឹងណែនជាថ្មីម្ដងទៀតព្រុសបាននាំយកសត្វដែលវាចាប់បានទៅថ្វាយព្រះរាជាចូលយករបស់ទាំងនេះទៅឲ្យម្ចាស់របស់ឯងវិញចុះព្រះអង្គបានហុចកាក់មាសជាច្រើនឲ្យទៅឆ្មាព្រុសបានក្លាយជាភ្ញៀវដែលមកកាន់ព្រះបរមរាជវាំងជាប្រចាំមិនយូរប៉ុន្មានព្រះរាជាក៏ចាប់ផ្ដើមមានមន្ទិលសង្ស័យនិងចង់ដឹងថាតើលោកមន្ត្រីស័ក្តិភូមិដែលមានចិត្តសប្បុរសម្នាក់នោះគឺជាអ្នកណាយើងនឹងជួបគ្នាភាគបន្តនៅវីដេអូក្រោយទៀតបើសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយ like និង subscribe វីដេអូខ្ញុំម្នាក់មួយផងអរគុណច្រើន